រដ្ឋាភិបាលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបាននិយាយថាថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងអំឡុងពេល3ខែខាងមុខនេះគួរឲ្យដឹងថាសារសម្លេងបែកធ្លាយជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងនាយករដ្ឋមន្ត្រីថៃគឺអ្នកស្រីផេថុងថានស៊ីណាវ៉ាត់បានធ្វើឲ្យនយោបាយថៃរងការរង្គោះរង្គើយ៉ាងខ្លាំងគួររំលឹកថាទាហានថៃបានបាញ់សម្លាប់ទាហានខ្មែរដែលកំពុងធ្វើការយាមកាមនៅចំណុចមុំ3បន្ទាប់មកថៃបានព្យាយាមបំវែសាច់គ្រឿងឲ្យមើលទៅច្របូកច្របល់ដើម្បីបង្វែរភ្នែកជាតិនិងអន្តរជាតិដែលថៃបានឈ្លានពានទឹកដីរបស់ខ្មែរគួរឲ្យដឹងថាថ្មីនេះថៃបានធ្វើការបិទច្រកព្រំដែនជាឯកតោភាគីនិងបានគម្រាមកាត់ផ្តាច់ភ្លើងអគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជា